ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបទៅយក QR code នៅក្នុង app Accelida version ថ្មីដែលបងប្អូនទាំងអស់គ្នាតែងតែសួរខ្ញុំថាបងមិនក៏អត់មាន QR code ប្រាក់ដុល្លារយើងយកអត់បានបាទអញ្ចឹងនៅក្នុង QR code ថ្មីនេះថាតើមានអ្វីប្រែប្រួលតោះទៅតាមដានទាំងអស់គ្នាបន្ទាប់មកចុចនៅផ្នែកខាងលើគេខាងស្ដាំនេះរូប QR code នេះបាទចុចលើហ្នឹងមកអញ្ចឹងបងប្អូនមើលកន្លែងនេះកន្លែងគេដាក់គណនីបញ្ញាសំចៃរៀលអញ្ចឹងបងប្អូនឃើញសញ្ញាព្រួញចុះក្រោមហើយនឹងកោងឡើងលើទេអញ្ចឹងយើងចុចលើហ្នឹងមកបាទយើងអាចដាក់2យើងអាចដាក់ជាប្រាក់រៀលហើយនឹងប្រាក់ដុល្លារអញ្ចឹងយើងនឹងបាន QR code មួយដែរដែលគេអត់ដាក់សញ្ញាប្រាក់រៀលឬក៏ប្រាក់ដុល្លារដូចមុនទេអញ្ចឹងបងប្អូនចុចនៅផ្នែកខាងឆ្វេងគេកន្លែងរក្សាទុកនេះហើយបន្តមកទៀតចុចរក្សាទុកក្នុងទូរស័ព្ទ